តួនាទីរបស់ស្វាមីក្នុងជីវិតអាពាហ៍ពិពាហ៍គឺជាអ្វីសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកនិយាយអំពីសំណួរមួយដែលបរិសុទ្ធជាច្រើនប្រហែលជាធ្លាប់សួរខ្លួនឯងថាក្នុងជីវិតអាពាហ៍ពិពាហ៍តើស្វាមីគួរធ្វើអ្វីមនុស្សមួយចំនួនគិតថាស្វាមីគឺជាអ្នករកលុយអ្នកសម្រេចចិត្តឬជាអ្នកបញ្ជាគ្រួសារប៉ុន្តែតាមពិតទៅតួនាទីរបស់ស្វាមីមិនមែនមានន័យថាខ្ញុំជាមេដូច្នេះអ្នកត្រូវស្ដាប់ខ្ញុំនោះទេការធ្វើជាស្វាមីល្អគឺជាការទទួលខុសត្រូវក្នុងការស្រឡាញ់ការពារគាំទ្រនិងបង្កើតសុវត្ថិភាពសម្រាប់គ្រួសារស្វាមីគួរធ្វើឲ្យភរិយាមានអារម្មណ៍ថាមើលខ្ញុំមិននៅម្នាក់ឯងទេប្តីរបស់ខ្ញុំនៅជាមួយខ្ញុំគាត់មិនបោះបង់ខ្ញុំទេហើយគាត់នឹងឈរនៅក្បែរខ្ញុំនៅពេលមានបញ្ហានេះហើយជាចំណុចសំខាន់ស្វាមីមិនត្រឹមតែត្រូវការរកប្រាក់សម្រាប់គ្រួសារទេគាត់ក៏ត្រូវការផ្ដល់សុវត្ថិភាពផ្លូវចិត្តផងដែរនៅពេលភរិយាមានបញ្ហាកុំប្រញាប់និយាយថាមនុស្សតូចប៉ុណ្ណឹងក៏យំមកអ្នកគិតច្រើនពេកហើយឬខ្ញុំរកលុយមកផ្ទះហើយតើចង់បានអ្វីទៀតពេលខ្លះភរិយាមិនត្រូវការឲ្យប្តីដោះស្រាយគ្រប់បញ្ហាទេនាងគ្រាន់តែចង់ឲ្យប្តីស្ដាប់និងយល់ពីអារម្មណ៍របស់នាងតួនាទីទី2គឺគោរពសេរីភាពនិងសេចក្តីថ្លៃថ្នូររបស់ភរិយាការជាប្តីមិនមានន័យថាអ្នកមានសិទ្ធិបញ្ជាជីវិតប្រពន្ធគ្រប់យ៉ាងទេអាពាហ៍ពិពាហ៍មិនមែនជាការប្រកួតថាអ្នកណាឈ្នះអ្នកណាចាញ់ទេប្តីមានសិទ្ធិរបស់ប្តីហើយប្រពន្ធក៏មានសិទ្ធិរបស់ប្រពន្ធអ្វីដែលត្រូវធ្វើគឺគោរពគ្នាស្ដាប់គ្នានិងសម្រេចចិត្តរួមគ្នាចំណុចទី3គឺស្រឡាញ់ដោយមិនដាក់លក្ខខណ្ឌការស្រឡាញ់ពិតប្រាកដមិនមែនស្រឡាញ់តែពេលប្រពន្ធល្អជាមួយយើងទេប៉ុន្តែត្រូវចេះស្រឡាញ់និងគាំទ្រគ្នានៅពេលមានភាពតានតឹងមានការខុសគ្នាឬមានថ្ងៃដែលម្នាក់ក្នុងចំណោមអ្នកទាំងពីរមិនល្អឥតខ្ចោះប្តីល្អមិនមែនជាបុរសដែលមិនដែលខឹងទេប៉ុន្តែគាត់ជាបុរសដែលចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនមិនយកកំហឹងមកបំផ្លាញប្រពន្ធនិងកូនពេលមានចំនួនកុំប្រើពាក្យដែលធ្វើឲ្យមនុស្សដែលអ្នកស្រឡាញ់ឈឺចាប់ដោយសារតែអារម្មណ៍មួយផ្លែតចំណុចទី4គឺបង្កើតគ្រួសារឲ្យមានសុភមង្គលសូមចាំថាមនុស្សភាគច្រើនមិនរៀបការដើម្បីទទួលបានតួនាទីប្តីឬប្រពន្ធប៉ុណ្ណោះទេយើងរៀបការព្រោះយើងចង់មានមនុស្សម្នាក់ដែលអាចចែករំលែកជីវិតជួយគ្នាស្រឡាញ់គ្នានិងធ្វើឲ្យជីវិតមានន័យជាងមុនដូច្នេះស្វាមីគួរសួរខ្លួនឯងរាល់ថ្ងៃថាតើថ្ងៃនេះខ្ញុំបានធ្វើអ្វីមួយដើម្បីឲ្យប្រពន្ធខ្ញុំមានអារម្មណ៍ថាគាត់ត្រូវបានស្រឡាញ់វាអាចជារឿងតូចៗប៉ុណ្ណោះមកការសួរថ្ងៃនេះអ្នកហត់ទេមកការជួយមើលកូនការជួយការងារផ្ទះឱកាសអោបប្រពន្ធឱកាសនិយាយថាអរគុណឬគ្រាន់តែអង្គុយស្ដាប់នាងដោយមិនកាន់ទូរស័ព្ទរឿងតូចៗទាំងនេះអាចបង្កើតអាពាហ៍ពិពាហ៍ដ៏រឹងមាំបានហើយមានចំណុចមួយទៀតដែលសំខាន់ណាស់ប្តីត្រូវរៀនគ្រប់គ្រងខ្លួនឯងបុរសជាច្រើនចង់គ្រប់គ្រងប្រពន្ធប៉ុន្តែមិនទាន់អាចគ្រប់គ្រងកំហឹងពាក្យសម្ដីទម្លាប់និងអារម្មណ៍របស់ខ្លួនបានបើអ្នកចង់ក្លាយជាប្តីល្អចាប់ផ្ដើមពីការគ្រប់គ្រងខ្លួនឯងសិនរៀនឈប់មុនពេលនិយាយពាក្យធ្ងន់ៗរៀនស្ដាប់មុនពេលវិនិច្ឆ័យរៀនសុំទោសនៅពេលខ្លួនខុសហើយរៀននិយាយថាយើងដោះស្រាយបញ្ហានេះជាមួយគ្នាជំនួសឲ្យនេះជាកំហុសរបស់អ្នកបងប្អូនទាំងអស់គ្នាអាពាហ៍ពិពាហ៍ល្អមិនមែនជាអាពាហ៍ពិពាហ៍ដែលមិនដែលមានបញ្ហាទេវាគឺជាអាពាហ៍ពិពាហ៍ដែលប្តីនិងប្រពន្ធមិនបោះបង់គ្នានៅពេលមានបញ្ហាដូច្នេះបើអ្នកជាស្វាមីសូមកុំសួរតែថាប្រពន្ធខ្ញុំគួរធ្វើអ្វីសម្រាប់ខ្ញុំសាកបដូរសំណួរទៅជាតើខ្ញុំអាចធ្វើអ្វីបានខ្លះដើម្បីឲ្យប្រពន្ធនិងគ្រួសាររបស់ខ្ញុំមានសុវត្ថិភាពមានសេចក្តីស្រឡាញ់និងមានសុភមង្គលជាងមុនព្រោះស្វាមីពិតប្រាកដមិនមែនជាអ្នកដែលមានអំណាចជាងគេក្នុងផ្ទះទេស្វាមីពិតប្រាកដគឺជាអ្នកដែលមានទំនួលខុសត្រូវខ្ពស់បំផុតចំពោះសេចក្តីស្រឡាញ់ការគោរពនិងសុភមង្គលរបស់គ្រួសារសូមឲ្យប្តីគ្រប់រូបចាប់ផ្ដើមពីខ្លួនឯងស្រឡាញ់ប្រពន្ធគោរពប្រពន្ធស្ដាប់ប្រពន្ធគាំទ្រប្រពន្ធហើយកុំឈប់រៀនពីរបៀបធ្វើឲ្យអាពាហ៍ពិពាហ៍របស់អ្នកកាន់តែល្អអាពាហ៍ពិពាហ៍មិនត្រូវការមនុស្សល្អឥតខ្ចោះទេវាត្រូវការមនុស្សពីរនាក់ដែលព្រមរៀនសម្របសម្រួលនិងស្រឡាញ់គ្នារាល់ថ្ងៃ